The Middle East may be thousands of kilometers away from Cambodia, but here the people are already feeling the impact. Gas and fuel prices are rising, and just yesterday, Sokimek, one of Cambodia's leading petroleum and liquefied petroleum gas importers, says it will temporarily stop supplying gas, LPG gas, starting from April the 1st. ខ្ញុំចាក់មកពេញវា22000 23000តាមការ៉ាខាផ្សេងៗអញ្ចឹងណាបើឥឡូវមានសង្គ្រាមតែ30000 10លីត្រតកាន់តែឡើងទៀតទៅវាអាចនឹង35000 36000ទៅ40000 10លីត្រចាក់ម្ដងមកចំណាយវាច្រើនហើយរកចំណូលទៅបានអញ្ចឹងបងព្រោះទៅអស់បើធ្វើវិញបើកាឡើងថ្លៃតែអញ្ចឹងពេលណាដែលគាត់សំលុយបានមិនគាត់យកកង់3ទៅចាក់ក្រាស់បន្តរត់បន្តទៀតអញ្ចឹងវាបញ្ហាអញ្ចឹងអត់តែ12000ឯហ្នឹងxongមួយថ្ងៃមកយើងរត់2ជើងមួយថ្ងៃពេលឥឡូវមួយជើងចាក់18000ហើយដល់យប់ឡើងយើងចាក់ថែមទៀតចូលថ្ងៃបោះចោលមក28000ទី1ចំណាយក្រាស់ទី2ហូបចុកទី3កូនប្រពន្ធយើងចាយវាអញ្ចឹងណាហើយឯណាមិនព្រួយទាំងគេទាំងយើងព្រួយគ្រប់គ្នាការតឡើងបន្តទៀតមានតែអាក់សិនព្រោះការងារធ្វើសិនអញ្ចឹងធ្វើអំណងធ្វើអង្ចាក់អញ្ចឹងទៅបើយើងពីមុនយើងធ្លាប់ធ្វើអំណងធ្វើអង្ចាក់អញ្ចឹងការងារដែលយើងអាចធ្វើបានបើកង់3ក្រាស់ការឡើងថ្លៃយើងមានតែក្រុមហ៊ុន Sokimek ផ្គត់ផ្គង់ទីផ្សារ Usman LPG នេះប្រមាណតែ 3% ប៉ុណ្ណោះនៅក្នុងទីផ្សារសរុបដូច្នេះមានន័យថាប្រសិនបើក្រុមហ៊ុន Sokimek មិនអាចផ្គត់ផ្គង់ចាប់ពីខែ4ទៅហើយមិនអាចរកប្រភពបន្ថែមយើងក៏នៅមានប្រភពមួយចំនួនធំទៀតដែលយើងអាចផ្គត់ផ្គង់ជូនប្រទេសយើងបានដូច្នេះសូមបងប្អូនកុំស្ន់ឲ្យមានការព្រួយបារម្ភភ័យស្លន់ស្លោនៅក្នុងស្ថានភាពនេះ The crisis in the Middle East is now disrupting fuel supply worldwide. Countries in Southeast Asia, such as Thailand, Vietnam, and Laos, are closely monitoring supplies and fuel prices. And Cambodia, on the other hand, is helping with the rising cost of price by giving a 6.5-cent subsidy per liter to consumer with extra support given if the prices continue to rise.